បងប្អូនមួយចំនួនបានសួរខ្ញុំថាតើរវាងយួនហើយនឹងសៀមតើមួយណាគួរឲ្យខ្លាចជាងមួយណាខ្ញុំបានជម្រាបដល់បងប្អូនថាសាសទាំងពីរនេះគឺគួរឲ្យខ្លាចទាំងពីរហេតុអ្វីបានខ្ញុំថាគួរឲ្យខ្លាចទាំងពីរព្រោះសាសទាំងពីរនេះចង់បានតែទឹកដីរបស់ខ្មែរយើងដឹងហើយថាពីដើមរៀងមកទឹកដីខ្មែរយើងធំធេងខ្លាំងណាស់តែដោយសារសាសទាំងពីរនេះរំលោភចង់បានទឹកដីរបស់យើងទៅទឹកដីរបស់យើងរួចនៅតូចប៉ុណ្ណេះហើយក៏សូមបញ្ជាក់ផងដែរថាថៃរំលោភយកទឹកដីខ្មែរគ្រាន់តែខេត្តចំនួន46ខេត្តឯណោះណាខេត្តរបស់ខ្មែរយើងដែលថៃរំលោភយករួមទាំងប្រាសាទ17ប្រាសាទផងដែរមិនតែប៉ុណ្ណឹងទៅមកដល់សប្តាហ៍ថ្ងៃនេះនៅថៃនៅតែមហិច្ឆតាចង់បានទឹកដីខ្មែរជារឿងរហូតមិនចេះចប់មិនចេះហើយចំណែកឯយួនវិញគឺត្រជាក់ជាងថៃហើយសូមបញ្ជាក់មកក្រោយបន្តិចថៃគ្រាន់តែថៃវារំលោភវាក្ដុងក្ដាំងណាវាអត់មានស្ងប់ស្ងៀមទេហើយគ្រាន់តែថៃមិនលំហូរជនជាតិថៃមកដូចយួនឯចំណែកយួនត្រជាក់ស្ងាត់ស្ងៀមត្រជាក់ក្តៅទីរៈត្រជាក់ទីជ្រៅលំហូរប្រជាជនមកក្នុងប្រទេសកម្ពុជារបស់យើងគ្រប់ទិសទីគ្រប់ខេត្តគ្រប់ក្រុងទាំងអស់បើជនណាម្នាក់ពោលថាគ្មានយួននៅក្នុងស្រុកខ្មែរទេមនុស្សនោះគឺមនុស្សមិនមែនជាឈាមជោរបស់ខ្មែរយើងទេបងប្អូនឃើញហើយគ្រាន់តែនៅក្នុងទឹកទន្លេរបស់យើងរាប់ម៉ឺនរាប់សែននាក់បង្ហូរលាមកទឹកម៉ូតមកឲ្យខ្មែរយើងទទួលទានលាមកទឹកម៉ូតរបស់វាហើយមិនតែប៉ុណ្្នឹងទេវាបង្កើតអង្គការចាត់តាំងលោកទូទាំងប្រទេសទាំង24 25ខេត្តក្រុងទៅទៀតមិនតែប៉ុណ្្នឹងទេវាលំហូរប្រជាជនហើយឲ្យទៅធ្វើការក្នុងស្ថាប័នរដ្ឋទៀតផងដូច្នេះបញ្ជាក់ថារួមសេចក្តីមកថាសាសទាំងពីរនេះខ្លាចដូចគ្នាហើយបងប្អូនដឹងថាតើខេត្តខ្មែររបស់យើងនៅក្នុងប្រទេសយួនមានប៉ុន្មានមាន21ខេត្តព្រមទាំងផ្សេងទៀតដូចជាកោះត្រល់កោះត្រចកសេះហើយនឹងតំបន់ទឹកសមុទ្រ30,000 គីឡូម៉ែត្រការ៉េជាដើមនេះហើយបានគួរឲ្យខ្លាចទាំងពីរណាខ្លាចទាំងពីរមិនតែប៉ុណ្ណឹងដែរសាសទាំងពីរនេះវាមិនព្រមគ្រប់គ្រាន់ទេវានៅតែចង់បានទឹកបានដីរុករៀនចង់បានប្រទេសយើងឲ្យរលាយហើយវាចែកគ្នាស៊ីដូចតែនំអញ្ចឹង